Alaska នេះបងប្អូនមើលនេះហើយការនេះវាមកស៊ីស្មៅនេះណាចឹងបងប្អូនអាចគិតមើលថាឆ្កែវាអត់ដែលមានពេទ្យទេហើយពេទ្យប្រចាំខ្លួនហ្នឹងក៏អត់មានដែរឥឡូវវាមកស៊ីស្មៅគឺដើម្បីអ្វីចឹងបងប្អូនគួរតែស្វែងយល់ខ្លួនឯងហ្នឹងព្រោះឆ្កែវាដឹងថាវាឈឺវាអត់មានលុយទៅទិញថ្នាំពេទ្យទេតែថ្នាំរបស់វានេះគឺជាថ្នាំស្មៅធម្មជាតិនេះដែលខ្ញុំបានថតបង្ហាញនេះបងប្អូនអាចស្គាល់ហើយវាលាយឡំគ្នាមួយស្មៅអីផ្សេងអញ្ចឹងអានេះខ្ញុំមិនដឹងថាស្មៅអីទេនេះបងប្អូនមើលស្លឹកវាអញ្ចឹងថ្នាំនេះគឺស្មៅនេះគឺជាថ្នាំតែឆ្កែវាស៊ីឆ្កែវាអត់ស្រួលខ្លួនវាដើរស៊ីស្មៅយ៉ាងចឹងចឹងស្មៅហ្នឹងហើយតែជាថ្នាំរបស់វាអញ្ចឹងថ្នាំនេះក៏អាចប្រហែលជាត្រូវនឹងមនុស្សដែរយើងអាចទៅដាំទឹកស្ងោរទឹកហូបអីចឹងណាអាចជាថ្នាំក្រមអាចថ្នាំឈឺអីចឹងទៅអញ្ចឹងបងប្អូនអាចមើលស្មៅហ្នឹងទៅហើយនេះស្លឹកស្មៅដែលវាស៊ីហ្នឹងស្លឹកវែងផ្កានេះអាចជាថ្នាំផងមនុស្សដែរគ្រាន់តែថាយើងមិនដឹងថាថ្នាំត្រូវយើងជំងឺអីបងប្អូនមើលទេថាស្មៅហ្នឹងដែលឆ្កែវាស៊ីនេះវាដើរដេកស៊ីចាំខ្ញុំទៅថតស្មៅនោះមួយទៀតហើយលោកបងប្អូនស្គាល់នេះច្បាស់ជាងស្មៅនេះវាស៊ីដែរឃើញអត់វាដើរស៊ីរហូតវាស៊ីដូចគោហើយណាបងមើលវាស៊ីដូចគោអញ្ចឹងបងប្អូនស្គាល់នេះអាចមនុស្សអត់ដឹងតែឆ្កែវាដឹងថាវាជាថ្នាំស្អីអ្វីមួយយ៉ាងដែលវាត្រូវស៊ីបងប្អូនមើលអញ្ចឹងខ្ញុំអត់ដឹងថាឆ្កែនោះវាឈឺអីទេពេលដើរស៊ីស្មៅណាឲ្យតែវាដល់ពេលល្ងាចហ្នឹងវាមកស្មៅនឹងស៊ីហើយឬវាខ្វះវីតាមីនខ្វះក្លរ៉ូហ្វីលខ្វះអីខ្ញុំមិនដឹងទេណាវាដើរស៊ីច្រើនតែមិនស៊ីតែបន្តិចទេណាវាដើរស៊ីគ្រប់កន្លែងវាមានស្មៅវាច្រើនមិនមកតែមួយមុខទេវាទៅស៊ីណាខ្ញុំថតឲ្យហ្នឹងវាស្គាល់ខ្ញុំឯឆ្កែហ្នឹងនៅប៉ៃលិនវាស្គាល់ខ្ញុំទេខ្ញុំដាក់ឈ្មោះឲ្យវាទៅអាឡាស្កាហ្នឹងស្មៅអានេះស្មៅដូចនៅស្រុកយើងស្បូវស្មៅអញ្ចឹងវាមិនមែនស៊ីស្មៅតែមួយមុខទេវាស៊ីស្មៅច្រើនមុខអរគុណបាយបាយ